បាទសួស្តីបងប្អូនអរគ្នានៅក្នុងវីដេអូនេះខ្ញុំបាទចង់បង្ហាញបងប្អូនអរគ្នាអំពី motor speed កាត់ស្មៅរបស់ Makita ដែលជា sample សម្រាប់តេស្តឲ្យដឹងពីគុណភាពមុននឹងទិញទៅប្រើប្រាស់អញ្ចឹងណាបាទហើយ motor speed កាត់ស្មៅប្រភេទនេះគឺប្រើថ្មប្រភេទ18អធិស្ឋាន40 V បាទហើយប្រភេទថ្ម40 V គឺយើងដាក់ត្រូវជាមួយនឹង motor ច្រើនមែនតើប៉ុន្តែដោយឡែកប្រើជាមួយនឹង motor speed កាត់ស្មៅនេះគឺកម្លាំងកាន់តែខ្លាំងណាកម្លាំងកាន់តែខ្លាំងហើយតកតងជាមួយនឹង motor ទាំងពីរនេះគឺខុសគ្នាត្រង់ថាប្រភេទនេះជាប្រភេទដៃកង់ប្រភេទនេះជាប្រភេទដៃ loop handle ដៃមូលអញ្ចឹងសម្រាប់បងឬបងប្អូនអរគ្នាដែលធ្លាប់ប្រើប្រាស់ណាធ្លាប់ប្រើប្រាស់ជាប្រភេទដៃកង់ប្រើដៃកង់ទៅបើសិនជាប្រើជាប្រភេទដៃមូលប្រើដៃមូលទៅហើយ motor ទាំងពីរនេះអាចតេស្តបានបាទឆាតមកពេលណាក្រុមការងាររៀបចំបាទ motor តេស្តជូនបងប្អូនអរគ្នាហើយអ្វីដែលសំខាន់បាទគឺនៅក្នុងទីក្រុងភ្នំពេញគឺយើងយកទៅអាចថាណាត់ពេលព្រឹកជួបពេលល្ងាចបាទឬក៏ណាត់ពេលល្ងាចជួបថ្ងៃស្អែកប៉ុន្តែបើសិនជានៅខាងខេត្តយើងធ្វើការរៀបចំជាកាលវិភាគជាក់ស្ដែងបាទអាចទៅជួបបាទអតិថិជនពី3កន្លែងចឹងទៅបាទយើងរៀបចំជូនសម្រាប់ធ្វើការតេស្តបាទយើងទុកជូនតេស្តមួយអាទិត្យពីអាទិត្យទៀតណាអញ្ចឹងបងប្អូនអរគ្នាអាចទៅមកបានបាទសូមអរគុណ